កូនចង់ធ្វើជាបន្ទុកគ្រួសារទេថ្មីត្បិតតែកូនមើលមិនឃើញមែនប៉ុន្តែកូនអាចដឹងទិសដៅនៃជីវិតខ្លួនបានកូនចង់ឲ្យគេគ្រប់គ្នាបានដឹងថាមនុស្សពិការក៏អាចបង្កើតតម្លៃដល់សង្គមបានដែរកូនដឹងអន់ពុកម៉ែគ្រប់រូបអាចតស៊ូលំបាកអ្វីគ្រប់បែបយ៉ាងបានទាំងអស់ឲ្យតែកូនបានជោគជ័យពុកមិនចង់ឲ្យកូនគ្មានអនាគតដូចជាពុកនិងម៉ែទេណាកូនណែអាសុភាមិនដឹងមកស្អីទេមើលអសមឃើញផងមករៀនឲ្យតែចង្អៀតកន្លែងគេអង្គុយទៅវៃមែនអត់គ្នាយើងមែនហើយក្រក៏ក្រភ្នែកក៏មើលមិនឃើញទៀតមើលក៏អៅរហែកហើយធំក្លិនស្អុយណាស់ទៅផ្ទះវិញទៅអើយមិនដឹងជារៀនស្អីទេភ្នែកមើលមិនឃើញផងរៀនចប់ក៏មិនដឹងធ្វើការស្អីកើតផងរៀនត្រឹមថ្នាក់ទី12ហ្នឹងណាគ្រូចេះតែឲ្យជាប់ទៅទេអើយទោះជាប់អាហារូបករណ៍មិនវាយ៉ាងម៉េចបើខ្លួនពិការអញ្ចឹងរៀនចាប់តែធ្វើការឲ្យអ្នកណាគេទទួលទៅណែយើងនេះឆ្ងល់ណាស់ខំរៀនហ្នឹងបានបាយស៊ីមែនខំធ្វើស្រែធ្វើចំការទៅវាមានបាយស៊ីមិនងាយមានឱកាសដែលបានអាហារូបករណ៍ 100% អញ្ចឹងទេកូនមិនឲ្យពុកម៉ែលំបាកទេកូននឹងខំរៀននឹងយកចំណេះជំនាញមកអភិវឌ្ឍភូមិយើងឲ្យរីកចម្រើនមើលតែកូនគេនៅtrongភូមិទៅរៀនចប់សកលស្អីគេនឹងហើយមានធ្វើការស្អីកើតឥឡូវស្ពៃហើយអត់មានការងារធ្វើឥឡូវឲ្យម៉ែឪវាចិញ្ចឹមរកស៊ីចិញ្ចឹមដដែលរឿងវាសនាមនុស្សពិការភ្នែកនៅទីជនបទមួយមានយុវជនម្នាក់ឈ្មោះសុភាអាយុប្រមាណជា27ឆ្នាំគេជាជនពិការភ្នែកតាំងពីកំណើតប៉ុន្តែមានចិត្តស្រឡាញ់ការសិក្សានិងមានឆន្ទៈខ្ពស់នៅក្នុងជីវិតតែជីវភាពគ្រួសាររបស់គេមិនសូវជាធូរធារប៉ុន្មានឡើយកូនភីម្ដាយសំទោសកូនដែលម្ដាយមិនអាចឲ្យកូនរស់នៅបានសុខស្រួលហើយការសិក្សាខ្ពង់ខ្ពស់បានដូចកូនគេដទៃទៀតវាពិបាកសម្រាប់មនុស្សដូចកូនណាមួយគ្រួសារយើងមិនសូវជាធូរធារផងណាកូនអ្នកម៉ែអើយកូនចង់ធ្វើជាបន្ទុកគ្រួសារទេថ្មីត្បិតតែកូនមើលមិនឃើញមែនប៉ុន្តែកូនអាចដឹងទិសដៅនៃជីវិតខ្លួនបានកូនចង់ឲ្យគេគ្រប់គ្នាបានដឹងថាមនុស្សពិការក៏អាចបង្កើតតម្លៃដល់សង្គមបានដែរអើកូនមានចិត្តក្លាហានមោះមុតណាស់ប៉ុន្តែការពិតជីវិតមានការលំបាកច្រើនណាកូនឪពុកខ្លាចកូនវេទនានៅក្នុងចិត្តនៅពេលដែលពុកម៉ែស្លាប់បាត់ទៅតើកូននឹងរស់នៅបែបណាព្រោះពុកម៉ែនេះក៏ចាស់ណាស់ទៅហើយណាកូនពុកអើយការវេទនានៅក្នុងចិត្តនេះមិនមែនមកពីភាពពិការទេគឺមកពីការមិនមានឱកាសនិងការអត់ឱនពីសង្គមដូច្នេះកូនត្រូវការការគាំទ្រពីគ្រួសារមិនមែនការបង្ខំឲ្យកូនបោះបង់ក្តីសុបិនទេពុកម៉ែកូនត្រូវការយកចិត្តពីអ្នកទាំងពីរកូនជាទីស្រឡាញ់របស់ម៉ែនឹងខំប្រឹងធ្វើការងារនិងគាំទ្រកូនជានិច្ចចាប់ពីពេលនេះទៅណាកូនខំសិក្សាទៅម៉ែនឹងខំរកលុយឲ្យបានកូនរៀនខ្ពស់មុខខ្ពស់មាត់ដូចកូនគេណាកូនពុកក៏អញ្ចឹងដែរកូនពុកនេះនឹងខំធ្វើការរកលុយយកឲ្យកូនរៀនសូត្រនិងបំពេញបំណងរបស់កូនឲ្យបានពុកស្រឡាញ់កូនណាស់សុភាកូនសុភាតើការរៀនសូត្ររបស់កូនយ៉ាងម៉េចហើយតើមានផលពិបាកអ្វីទេកូនបើសម្រាប់មនុស្សធម្មតាគេស្រួលរៀនសូត្រតែចំពោះកូនវិញរៀនពិបាកបន្តិចហើយបាទម៉ែមិនអីទេកូននឹងខំរៀនការលំបាកតែងតែមានឲ្យម៉ែតែមិនអីទេវាមិនមែនជាផលលំបាកសម្រាប់កូនទេកូននឹងតស៊ូព្យាយាមរៀនឲ្យអស់ពីសមត្ថភាពរបស់កូនម៉ែកុំបារម្ភអីពុកម៉ែនេះចេះតែបារម្ភព្រោះកូនមិនអាចមើលឃើញដូចជាកូនសិស្សដទៃទៀតបើកូនមានផលលំបាកអ្វីប្រាប់ពុកម៉ែមកណាមួយពុកម៉ែក៏មិនចង់ឲ្យកូនចូលរៀនដែរព្រោះមិនងាយស្រួលចំពោះកូនទេពងម៉ែកូនដឹងហើយថាកូនជំពាក់គុណពុកម៉ែច្រើនណាស់ហើយភាពពិការនេះគឺជាបញ្ហាសម្រាប់កូនទេកូននឹងខំពុះពៀឲ្យបានដើម្បីអនាគតរបស់កូនពុកម៉ែកុំបារម្ភអីណាកូនម៉ែមិនដែលចាត់ទុកកូនជាបន្ទុកទេម្ដាយប្រឹងលក់ម្ហូបរកលុយឲ្យកូនរៀនព្រោះម្ដាយជឿជាក់ថាកូនពិតជាអាចធ្វើបាន
ចាប់តាំងពីកូនកើតមកពុកម៉ែខំរកពេទ្យព្យាបាលឲ្យកូនដែរតែមិនមានគ្រូពេទ្យអាចព្យាបាលឲ្យកូនបានសោះឲ្យពុកសុំទោសផងណាកូនដែលពុកមិនអាចព្យាបាលឲ្យកូនបានពងម៉ែកូនដឹងថាពុកម៉ែលំបាកខ្លាំងណាស់ពុកម៉ែខំធ្វើការទាំងយប់ទាំងថ្ងៃរកប្រាក់ដើម្បីមកថែទាំកូនចំណែកពុកខំធ្វើការពី3កន្លែងហើយឆ្លៀតពេលមកបង្រៀនកូនទៀតកូននេះមិនភ្លេចទេពងកាលនោះកូននៅតូចទាំងនេះជាកាតព្វកិច្ចដែលពុកម៉ែត្រូវធ្វើម៉ែនេះចង់ឲ្យកូនមានអនាគតភ្លឺស្វាងដោយកូនគេទើបពុកនិងម៉ែខំធ្វើការច្រើនយ៉ាងនេះណាកូនពុកដឹងតែកូនរៀនបកែតាំងពីតូចមកម្លេះទៅពេលនេះកូនអាចរៀនដល់ថ្នាក់ខ្ពស់នឹងគេហើយពុកម៉ែលែងបារម្ភនឹងកូនច្រើនទៀតហើយពងកូនចាំបានថាពុកចាប់ដៃកូនឲ្យសរសេរលើសៀវភៅគណិតអក្សរទាំងអស់ចំណែកម៉ែក៏បោះបង់ពេលវេលានៅបង្រៀនកូននិងនិទានរឿងឲ្យកូនស្ដាប់ជារៀងរាល់ថ្ងៃដែរម្ដាយនៅចាំបានពីដំបូងកូនចាប់ផ្ដើមអានលេខរៀងបណ្ដើរសរសេរបណ្ដើរម៉ែសរសើរកូនពិតជាអស្ចារ្យខ្លាំងណាស់កូនដឹងអន់ពុកម៉ែគ្រប់រូបអាចតស៊ូលំបាកអ្វីគ្រប់បែបយ៉ាងបានទាំងអស់ឲ្យតែកូនបានជោគជ័យពុកមិនចង់ឲ្យកូនគ្មានអនាគតដូចជាពុកនិងម៉ែទេណាកូនពុកម៉ែចង់ឲ្យកូនចៅជំនាន់ក្រោយរស់នៅបានសុខសប្បាយគ្រប់ជំនាន់គឺបានហើយពងម៉ែកូនសន្យាថានឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរៀនសូត្រឲ្យពូកែរហូតទាល់តែកូនជោគជ័យហើយមិនឲ្យពុកម៉ែលំបាកដូចពីមុនទៀតទេកូននឹងជួយពុកម៉ែរស់នៅយ៉ាងសុខសប្បាយមិនឲ្យលំបាកចិត្តទៀតទេកូនម្ដាយមិនត្រូវការអ្វីទេឲ្យតែកូនមានក្តីសុខទៅបានហើយប៉ុន្តែកូនសន្យាថានឹងថែរក្សាខ្លួនឯងឲ្យបានល្អណាស់នេះហើយជាក្តីស្រឡាញ់នៃគ្រួសារយើងពុកនិងម៉ែជឿជាក់ថាកូនជាមនុស្សម្នាក់ដែលអាចបង្កើតកេរ្តិ៍ឈ្មោះដល់ខ្លួនឯងបានពុកម៉ែនេះលែងបារម្ភអ្វីទៀតហើយណែអាសុភាមិនដឹងមកស្អីទេមើលអសមឃើញផងមករៀនឲ្យតែចង្អៀតកន្លែងគេអង្គុយទៅໄວមែនអត់គ្នាយើងមែនហើយក្រក៏ក្រភ្នែកក៏មើលមិនឃើញទៀតមើលក៏អៅរហែកហើយធំក្លិនស្អុយណាស់ទៅផ្ទះវិញទៅមិនបានជាពួកឯងនិយាយបែបនេះអញ្ចឹងគ្នាក៏ជាមនុស្សដែរណាមនុស្សពិការមែនតែចិត្តគ្នាអត់ពិការទេហើយគ្នាមករៀនក៏មិនទៅក្បាលអ្នកណាដែរចំណែកសាលារៀននេះគឺជាកន្លែងបណ្ដុះបណ្ដាលវិជ្ជាមិនមែនជាកន្លែងកម្មសិទ្ធិរបស់ជនណាម្នាក់នោះទេអីអានេះវ៉ៃមើលវានិយាយមើលងាយពួកយើងតើហែងប្រហែលជាចង់ត្រូវហើយមើលទៅម៉េចឯងចង់ត្រូវមែនអាសុភាកូនឆើតមានរឿងអីហ្នឹងមិនបានចលឺសូរស្រែកលោឡាដាក់គ្នាអញ្ចឹងសុភាតើកូនមានរឿងអីឬអត់ហ្នឹងបាទអ្នកគ្រូមិនមានរឿងអីទេពួកខ្ញុំគ្រាន់តែនិយាយគ្នាលេងទេអញ្ចឹងទេអីតោះចូលរៀនទៅអញ្ចឹងដល់ម៉ោងចូលរៀនហើយណាសុភាគ្នាអរគុណហើយដែលមិនបានប្រាប់អ្នកគ្រូឲ្យគ្នាសុំទោសផងណាដែលមើងងាយឯងនោះមិនអីទេតោះចូលរៀនកុំឲ្យអ្នកគ្រូចាំ